តួនាទីបុត្រធីតាសិក្ខាបទទី5បុត្រធីតាគប្បីសិក្សាថាអាត្មាអញត្រូវធ្វើបុណ្យឧទ្ទិសទក្ខិណាទានដល់មាតាបិតាដែលធ្វើកាលកិរិយាទៅកាន់បរលោកហើយទក្ខិណាទានគឺទានដែលអ្នកធ្វើជាកម្មជាផលហើយបានធ្វើដល់ទក្ខិណីយបុគ្គលទក្ខិណីយបុគ្គលគឺបុគ្គលមានគុណធម៌ខ្ពង់ខ្ពស់ដូចជាសីលគុណជាដើមជាបុគ្គលសមគួរនឹងទទួលនៅទក្ខិណាទានចំណែកពាក្យថាទក្ខិណានុប្បទានគឺជាអំណោយបុណ្យបានដល់ការឧទ្ទិសនៅទក្ខិណាទានឲ្យដល់អ្នកដែលទៅកាន់បរលោកការធ្វើបុណ្យឧទ្ទិសឲ្យអ្នកដទៃជាសេចក្តីល្អពីរយ៉ាងម្យ៉ាងគឺបុណ្យថ្នាក់ទានមានភាពជាឥស្សរៈលើកិលេសម្យ៉ាងទៀតគឺបុណ្យបត្តិទានមានចិត្តល្អប្រកបដោយមេត្តាឬការដឹងគុណចែកបុណ្យឧទ្ទិសកុសលអំពើល្អទាំងពីរយ៉ាងនេះគឺអ្នកធ្វើបានឧទ្ទិសឲ្យខ្លួនឯងទាំងស្រុងសម្រាប់ជួយខ្លួនឲ្យរួចអំពីភាពជាមនុស្សអាក្រក់បើកូនចៅប្រាថ្នាពរគឺរបស់ដែលប្រសើរសូមកូនចៅបំពេញហេតុបានដល់កុសលឲ្យសមគួរដល់ផលទើបអាចទទួលពរបាន